ជម្រាបសួរបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានចឹងយើងរៀនមេរៀនបន្តទៀតពួកយើងប៉ុន្តែខ្ញុំសូមបញ្ជាក់ប្រាប់គ្នាយើងម្ដងទៀតថាមេរៀននេះគឺផុសនៅក្នុង Channel YouTube Chinese Online School ចឹងពួកយើងដែលបានមើលវីដេអូនេះហើយកុំភ្លេច Subscribe Channel YouTube របស់ខ្ញុំផងហើយមួយទៀតដែរគឺពួកយើងមាន Channel ធំគឺនឿនសុភ័ត្រាណាជា Channel ដែលយើងធ្វើមេរៀនជាទូទៅមួយចំនួនទៀតដែរអញ្ចឹងពួកយើងអាចដូចគ្នា Subscribe Channel YouTube នឿនសុភ័ត្រាពួកយើងអាចឆែកនៅក្នុង comment ខាងក្រោមក៏បាន description ខាងក្រោមក៏បានឬក៏ចូលក្នុង YouTube ហើយវាយឈ្មោះតែម្ដងណាហើយមេរៀនដែលពួកយើងកំពុងតែមើលនេះគឺជាមេរៀននៅក្នុងសៀវភៅសន្និសម្រាប់កុមារដែលខ្ញុំធ្វើដោយខ្លួនឯងអញ្ចឹងសម្រាប់គ្នាយើងដែលមានបំណងចង់ទិញសៀវភៅហ្នឹងក៏បានដែរយើងមានលក់សៀវភៅហ្នឹងគឺយើងមានបកប្រែមានអីអញ្ចឹងណាហើយមានពីមេរៀនជាទូទៅផ្ដោតទៅលើសន្តានាហើយខ្លឹមសារអាចថាជាលក្ខណៈកុមារប៉ុន្តែទោះយ៉ាងណាក៏នៅតែមានពាក្យពេចន៍ឃ្លាឃ្លោមួយចំនួនដែលសិស្សជាទូទៅក៏អាចរៀនបានធម្មតាណាចឹងមួយទៀតដែរគឺខ្ញុំបានបញ្ជាក់ពីគ្នាយើងហើយថាការរៀនគឺត្រូវតែផ្ដោតទៅលើការអានឲ្យបានច្រើនអញ្ចឹងណាអញ្ចឹងមេរៀននេះក៏ដូចគ្នាគឺយើងចាប់ផ្ដើមអានមេរៀនយើងនឹងរៀនមេរៀនទី4របស់យើងខ្ញុំបញ្ជាក់ម្ដងទៀតចាប់ផ្ដើមមេរៀនទី4ហើយមេរៀនទី1ទី2ទី3យើងបានធ្វើរួចហើយពួកយើងអាចមើលនៅក្នុងchannel ផ្ទាល់តែម្ដងណាយើងមានលំដាប់ដោយមេរៀនទៅតាមហ្នឹងប៉ុន្តែមេរៀននេះគឺយើងរៀនមេរៀនទី4ប៉ុន្តែយើងនឹងអានទាំងអស់គ្នាពីមេរៀនទី1មកអញ្ចឹងណាចឹងឥឡូវយើងអានទាំងអស់គ្នាតែម្ដង第一课你好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 吗我很好谢谢你呢我也很好谢谢第二课数字0 1 2 3 4 5 6 7 8 9 10百一千万两សូមម្ដងទៀតណា0 1 2 3 4 5 6 7 8 9 10百千万两第三课你叫什么第三课你叫什么你叫什么我叫小一你呢我叫小二你几岁了我13岁了你呢我10岁了អូខេអញ្ចឹងមេរៀននេះគឺជាមេរៀនទី3ដែលយើងរៀនពីវីដេអូមុនឥឡូវយើងមកមើលមេរៀនដែលយើងត្រូវរៀននៅវីដេអូនេះតាមពិតទៅមេរៀនពាក្យរៀងច្រើនរបស់យើងដោយសារពាក្យជាទូទៅពួកយើងអត់ទាន់បានឆ្លងកាត់ច្រើនដែរអញ្ចឹងយើងមានពាក្យនេះចំណងជើងមេរៀនរបស់យើង第4课第4课你会说中文吗你呢一呢什么的为你会乌一为和为会什么的不呢会乌是说什么的没说会说中文那个知中什么的没文那安文什么的ปีนะมา什么的อันមានนะ你会说中文吗你会说中文吗ចឹង会ប្រែថាចេះ说ប្រែថានិយាយចុងវិញភាសាចិនម៉ាស់គឺឬទេតើអ្នកចេះនិយាយភាសាចិនឬទេណាតើអ្នកចេះនិយាយភាសាចិនទេ你会说中文吗bây giờមើលមេរៀនរបស់យើងណា你会说中文吗你会说中文吗តើអ្នកចេះនិយាយភាសាចិនទេ我会说一点点បកថាបន្តិចបន្តួច一点点中文ដែលយើងបកប្រែថាភាសាចិន我会说一点点中文ខ្ញុំចេះនិយាយភាសាចិនបានបន្តិចបន្តួច一点点中文会说一点点中文你会听中文吗你会听中文吗ចឹងដូចគ្នាប៉ុន្តែយើងមានពាក្យ 听 អ៊ីនក៏អ៊ីងធអ៊ីង 听 ដែលយើងបកប្រែថាស្ដាប់ណា你会听中文吗តើអ្នកចេះស្ដាប់ភាសាចិនទេ你会听中文吗ចេះស្ដាប់ភាសាចិនទេ我会听一点点中文ចឹងទម្រង់ដូចគ្នាណា听គឺស្ដាប់一点点中文គឺភាសាចិនបន្តិចបន្តួចណា我会听一点点中文ខ្ញុំចេះស្ដាប់ភាសាចិនបានបន្តិចបន្តួច你在哪里学习中文យើងមានពាក្យថ្មីចំនួន3ទៀតពួកយើងនៅកន្លែងនេះចៃដែលយើងបកប្រែថានៅណាលីគឺទីណាឯណា学习ដែលយើងបកប្រែថារៀនសូត្រណារៀន在哪里学习中文មានថាតើអ្នករៀនភាសាចិននៅឯណា你在哪里学习中文ណាម្ដងទៀត
你在哪里学习中文ตาเนี่ยเรียนภาษาจันทร์เลยนะ我在学校学习中文我คือจอมใจคือเนอ学校เดี๋ยวยังบอกปราณศาลาเรียน学习คือเรียนโซดนะจงหวนคือภาษาจันทร์我在学校学习中文ខ្ញុំរៀនភាសាចិននៅសាលាណាចឹងមេរៀននេះទាមទារពួកយើងអាននិងកត់ឲ្យបានច្រើនណាពួកយើងព្យាយាមទន្ទិញពាក្យអានផងដោយសារមេរៀនក្រោយកាលណាតែពួកយើងអត់សូវចាំមេរៀននេះមេរៀនក្រោយគឺពិបាកមិនថាពិបាកអីពេកទេពួកយើងឲ្យតែថាពួកយើងបានអានជាប្រចាំដោយខ្ញុំនាំពួកយើងអានមេរៀនទី1ទី2អីមកអញ្ចឹងអាហ្នឹងគឺអត់អីទេណាតោះឥឡូវយើងមកមើលមេរៀនយើងអានមេរៀននឹងសរុបមកវិញពី3ដងសិនមុននឹងសម្រាប់ណា第四课你会说中文吗第四课你会说中文吗我会说那不行你会说中文吗我会说一点点中文我会说一点点中文你会听中文吗你会听中文吗我会听一点点中文我会听一点点中文你在哪里学习中文你在哪里学习中文我在学校学习中文我在学校学习中文มาดទៀត你会说中文吗你会说中文吗我会说一点点中文我会说一点点中文啊你会听中文吗你会听中文吗我会听一点点中文我会听一点点中文你在哪里学习中文你在哪里学习中文我在学校学习中文我在学校学习中文ចឹងមេរៀននេះដូចគ្នាបើយើងព្យាយាមអានចុះអានឡើងណាខ្ញុំដូចជាអស់ហើយមេរៀនហ្នឹងបើយើងខ្ញុំទទួលស្គាល់ថាមេរៀនហ្នឹងរៀងពាក្យច្រើនបន្តិចប៉ុន្តែឲ្យតែពួកយើងអានចុះអានឡើងមើលចុះមើលឡើងគង់តែចាំគង់តែចេះដូចគ្នាណាចឹងខ្ញុំបញ្ចប់វីដេអូនឹងប៉ុណ្ណឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយគឺមេរៀនទី5ណាចឹងបញ្ចប់វីដេអូនឹងប៉ុណ្ណឹងចុះអរគុណ